mình ơi khe kì mìnhបងឲ្យខេះមួយតើតទៅនឹងមានបងស្រីម្នាក់គាត់មកផាំស៊ីយើងឲ្យគាត់ប្រាប់ថាមកផាំស៊ីណាគេឆាតតាបងស្រីម្នាក់គាត់អាយុ14ឆ្នាំហើយគាត់ប្រាប់ថាគាត់អាសាអស់កម្លាំងហើយខ្សោយការចងចាំហើយបងសួរថាបើសិនជាគេប្រាប់អញ្ចឹងតើយើងគួរតាសួរគាត់អ្វីខ្លះហើយយើងគួរផ្ដល់ advice អីខ្លះទៅឲ្យគាត់តើឥឡូវសាដាជួយឆ្លើយមើលឲ្យអង្គុយគិតម្នាក់រៀងខ្លួនមិញហ្នឹងបានអីខ្លះមិញចម្លើយរៀងខ្លួនឬក៏ចម្លើយចូលគ្នារៀងខ្លួនខ្លះសួរគ្នាខ្លះហ្មងប្រាប់ថាកុំឲ្យសួរគ្នាឲ្យចេញពីការគិតរៀងខ្លួននៅសួរគ្នាទៀតសម្រាប់ខ្ញុំសួរគាត់ថារងថ្ងៃហ្នឹងគាត់មានបញ្ហា stress ច្រើនអត់ហើយគាត់សម្រាប់បានគ្រប់គ្រាន់អត់ហើយការបរិភោគគាត់ហ្នឹងគាត់បរិភោគអាហារណាដែលសម្បូរដោយជីវជាតិអត់ព្រោះពេលណាដែលគាត់បរិភោគអាហារដែលអត់សូវសម្បូរជីវជាតិធ្វើឲ្យគាត់អស់កម្លាំងហើយខ្ញុំនឹងឲ្យ advice ទៅគាត់ថាគាត់គួរតែសម្រាប់បានគ្រប់គ្រាន់បរិភោគអាហារឲ្យបានគ្រប់គ្រាន់ហើយបើករណីដែលគាត់ប្រើប្រាស់ទូរស័ព្ទយូរម៉ោងពេកក៏គាត់គួរតែកាត់បន្ថយដែរហ្នឹងចាឥឡូវយើងអស់គ្នាសិនមើលម្នាក់បន្តិចមើលចាំបងប្រាប់ថាពេលដែលបងសួរនាំគាត់ទៅវាមានចម្លើយមួយចំនួនដែលយើងអាចស្មានថាគាត់បញ្ហារបស់គាត់នឹងវាមកពីអីចឹងណាដល់ឥឡូវណារ៉ាក់ម្ដងនេះខ្នើយ4 in 1បានន័យថាគេងក៏បានកជើងក៏បានផ្អែកក៏បានហើយគេងពោកពីលើហ្នឹងក៏បានដែរកុំឲ្យឈឺធូបហើយខ្នើយនេះបត់បែនបានរបៀបអញ្ចឹងហើយយើងអាចធ្វើការដោះបោកបានបើសិនជាក្នុងករណីដែលប្រឡាក់មានគ្រប់ពណ៌មាន5ពណ៌បងប្អូនទាំងអស់គ្នាអាចធ្វើការជ្រើសរើសពណ៌ទៅតាមចំណង់ចំណូលចិត្តរបស់យើងបានបើសម្រាប់ខ្ញុំវិញខ្ញុំសួរគាត់ថាគាត់មានជំងឺប្រចាំកាយអីអត់ហើយសួរគាត់មួយទៀតថាគាត់អាចមានជំងឺពិបាកគេងអីអត់ដូចជំងឺ insomnia ហ្មងបាទមួយយ៉ាងដែរអស់នៅហើយសម្រាប់ការគិតហ្នឹងអាចមកពីការ stress ហើយអាចមកពីប៉ុន្តែអាយុ4-10ឆ្នាំសំមានបញ្ហា stress មែនអត់បាទមិនខ្លះអាចមានហ្នឹងចែងលោការជំនាន់បងវាវេទនាពេកមិនសូវមានពេល stress អូខេបើខ្ញុំសួរគាត់ថាបញ្ហាដែលគាត់កើតហ្នឹងគាត់កើតយូរនៅតាំងពីយូរហើយឬក៏តាមកើតឥឡូវហ្នឹងទេហើយមួយទៀតការញ៉ាំឬក៏ផឹកទឹករបស់គាត់ហ្នឹងគ្រប់គ្រាន់អត់គាត់សម្រាប់បានគ្រប់គ្រាន់អត់អីចឹងបងហើយគាត់មានធ្វើការធ្ងន់អីអត់ព្រោះក្មេងខ្លះអាចនឹងគាត់ជួយប៉ាម៉ាក់អីចឹងគាត់អាចធ្វើការធ្ងន់ត្រូវអាហ្នឹងចូលក្នុងខេសដែលបងបានសួរនាំគាត់ដែរនិយាយទៅពេលដែលបងដឹងថាគាត់ទៅតែអាយុ14ឆ្នាំហើយគាត់មានបញ្ហាគាត់ថាគាត់ពិបាកក្នុងការផ្ដោតអារម្មណ៍ហើយគាត់ឆាប់ភ្លេចដល់ពេលអញ្ចឹងបងគាត់ថាធម្មតាអាយុ14ឆ្នាំមិនគួរណាមានបញ្ហាហ្នឹងទេអញ្ចឹងណាប៉ុន្តែយើងត្រូវសួរនាំសិនដើម្បីយើងអាចវាតម្លៃបានព្រោះយើងធ្វើការប្រមូលព័ត៌មានឲ្យបានច្រើនបងឲ្យគាត់រៀបរាប់ក្នុងមួយថ្ងៃគាត់ធ្វើអីខ្លះចង់ដឹងអត់ចាបងសៅគាត់ដែរពេលបងស្ដាប់ហើយបានន័យថាក្នុងមួយថ្ងៃហ្នឹងគាត់ថាគាត់អត់សូវលេងទូរស័ព្ទទេសឹងថាអត់លេងប៉ុន្តែគាត់ដូចថាទៅជាពួករៀនវិញណាតែគាត់ថារៀនឲ្យភ្លេចរៀនឲ្យដូចថាគាត់អត់ចាំទេហើយបងចេះឆ្ងល់ថាបើសិនជាគាត់រៀនច្រើនវាមិនអាចថាមិនចាំទេអញ្ចឹងដល់ទៅពេលសួរដេញចុះសួរឡើងទៅគាត់មួយថ្ងៃគេងបានតែ3ម៉ោងទេហើយក្មេង4-10ឆ្នាំពងពេញកម្លាំងគេងគេហៅគេយ៉ាងតិចឲ្យបាន8ម៉ោងហើយគេងបានតែ3ម៉ោងយើងសាកសម័យមើលខួរក្បាលរបស់យើងទោះបីជាយើងខ្លួនឯងយើងចង់រៀនដល់កម្រិតណាក៏ដោយតែខួរក្បាលរបស់យើងវាអាចទៅធ្វើតាមយើងកើតទេរាងកាយរបស់យើងគឺវាត្រូវការសម្រាកយល់អត់អញ្ចឹងកាលណាយើងសម្រាកអត់គ្រប់គ្រាន់វាអត់ចម្លែកទេតែធ្វើឲ្យគាត់បាត់ការផ្ដោតអារម្មណ៍បាននៅក្នុងខួរក្បាលរបស់គាត់កំពុងតែវល់មិនដឹងត្រូវធ្វើស្អីវាបាត់អាការ focus ហ្នឹងហើយបងក៏បងឲ្យគាត់រៀបរាប់ថាក្នុងមួយថ្ងៃហ្នឹងធ្វើអីគេខ្លះគាត់ថាគាត់ទៅរៀនពីម៉ោង7រហូតដល់6កន្លះរៀនរហូតហើយបន្ទាប់ពីរៀនហើយហ្នឹងគាត់ជួយម៉ាក់គាត់ជួយម៉ាក់ប៉ាគាត់នៅផ្ទះបានន័យថាម៉ោង3កន្លះគាត់ងើបទៅភ្លឺគាត់ងើបទៅអាចថាគាត់ជួយរៀបវ៉ាន់រៀបអីម៉ាក់គាត់ហើយបានគាត់ទៅសាលាហើយទៅសាលារហូតដល់ម៉ោង6កន្លះល្ងាចបានគាត់ចេញមកវិញហើយគាត់ដូចថាជួយការងារខ្លះទៀតហើយគាត់ទៅរៀនទៀតហើយមិនដឹងថារៀននៅស្មើណាទេបានគាត់ដេកបានតែ3ម៉ោងអញ្ចឹងណាអញ្ចឹងបងគ្រាន់តែឃើញថាដេកបានតិចហ្នឹងគឺជាបញ្ហាហ្នឹងហើយអញ្ចឹងបញ្ហាត្រង់កន្លែងនេះយើងឲ្យគាត់បដូរមិនគេគឺទម្លាប់ហើយបើទម្លាប់ហ្នឹងគាត់បដូរអត់បានទេគាត់នឹងប្រឈមថ្ងៃក្រោយទៅគេហៅបញ្ហាធ្ងន់ធ្ងរហើយយើងក៏ព្យាយាមឲ្យគាត់ថាបដូរទម្លាប់ហ្នឹងហើយត្រូវមានវិន័យសម្រាប់ខ្លួនឯងបងនៅតែនិយាយអញ្ចឹងគ្រប់គ្នាយើងគឺត្រូវតែមានវិន័យហ្នឹងបានន័យថាក្នុងមួយថ្ងៃគាត់ត្រូវតែបែងចែកខ្លួនឯងគាត់ថាតើគាត់ទៅរៀននៅសាលាហ្នឹងម៉ោង7រហូតទៅដល់6កន្លះតើគាត់មានពេលវេលានៅសាលាហ្នឹងវាច្រើនហើយអញ្ចឹងក្នុងកំឡុងពេលហ្នឹងមិនមែនអង្គុយរៀនណាមែនអត់សាលាគេមានម៉ោងចេញលេងអញ្ចឹងបើសិនជាចង់រៀនចន្លោះម៉ោងចេញលេងហ្នឹងយើងអាចឆ្លៀតរៀនខ្លះទៅឆ្លៀតតំណែងមួយមិត្តភក្តិខ្លះទៅហើយតំណែងយើងមើលមិត្តភក្តិណាដែលយើងគិតថាគាត់នឹងផ្ដល់ការរីកចម្រើនដូចតទៅជាមួយនឹងផ្នែកចំណេះដឹងដូចថាបើគាត់ខ្សោយយើងជួយបរៀនគាត់បានអត់បើសិនជាគាត់ថាពិបាកក្នុងការទៅរាប់មួយគេអ្នកបកែអញ្ចឹងយើងរាប់អ្នកដែលគេមានសមត្ថភាពប៉ុនយើងហ្នឹងទៅព្រោះបងសួរគាត់ទេគាត់ថាគាត់ខ្សត់មិត្តភក្តិគាត់មានមិត្តភក្តិតែម្នាក់ទេហើយគាត់ថាហេតុអីបានអញ្ចឹងដោយសារតែពេលចេញលេងទៅអីគាត់សង្ងំទៅធ្វើលំហាត់គាត់បើនិយាយទៅអាចថាគាត់បិទឱកាសខ្លួនឯងគាត់ដែរគឺគាត់អត់លេងជាមួយអ្នកជុំវិញមិត្តភក្តិរបស់គាត់អីហ្នឹងគឺអត់ទេហើយធម្មតាតែយើងអត់លេងមួយគេគាត់លេងមួយយើងគេមិនហ៊ានលេងមកគេឃើញយើងហ៊ាននោះយល់ទេអញ្ចឹងត្រង់កន្លែងនេះហើយគឺយើងត្រូវបដូរអេយ៉ាបត់របស់យើងដែររៀនវាល្អហើយយើងខំប្រឹងប៉ុន្តែនៅពេលណាដែលយើងខំប្រឹងតែសម្រុកដល់ថ្នាក់ហ្នឹងពេកយើងបាត់តំណែងមួយមិត្តភក្តិហើយវាធ្វើឲ្យយើងវារៀនអត់ទទួលបានអារម្មណ៍មួយគេហៅសុបាយទៅរៀនទៅជាវាថាមានតែរៀនដល់ទៅពេលអត់មានតំណែងឲ្យមួយមិត្តភក្តិសោះអត់មានអាការសុបាយអីសោះវាដូច stress ទៅវិញឃើញទេហ្នឹងហើយអញ្ចឹងយើងត្រូវសួរអាឫសគល់បញ្ហាហ្នឹងអស់មកគាត់សិនបានយើងផ្ដល់នៅការ advice មួយដែលសមស្របសម្រាប់គាត់អញ្ចឹងព្យាយាមប្រមូលព័ត៌មានអញ្ចឹងណា
ហើយមុនដំបូងអាចតែគាត់មិនប្រាប់យើងទេប៉ុន្តែយើងត្រូវចេះរបៀបក្នុងការសួរដូចបងសួរបញ្ជាក់មិញអញ្ចឹងក្នុងមួយថ្ងៃហ្នឹងតើគាត់ធ្វើអីខ្លះ